សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងសិក្សាលំហាត់ទី3នៃមេរៀនទី1ថ្នាក់ទី12របស់យើងដែលនិយាយអំពីចំនួន complex ហើយថ្ងៃនេះដែរគឺខ្ញុំមានលំហាត់គឺ z ស្មើនឹងរឹស2ដក e រឹស2កតែឲ្យ cos ផាយលើ6ដក e sin ផាយលើ6ហើយគេឲ្យសរសេរកន្សោមដែល z ស្មើប៉ុណ្ណឹងទៅជាទម្រង់បច្ចិនិតអូខេអញ្ចឹងទម្រង់ដែលគេឲ្យមកគឺមិនទាន់ជាទម្រង់បច្ចិនិតឡើយទេអញ្ចឹងគេឲ្យយើងសរសេរកន្សោមដែលជាប្រធានលំហាត់នេះទៅជាទម្រង់បច្ចិនិតអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ដើមដោះស្រាយទាំងអស់គ្នាយើងមើលដំណោះស្រាយរបស់យើងគណនី z ជាទម្រង់បច្ចិនិតអូខេអានេះជាប្រធានលំហាត់របស់យើង z ស្មើនឹងរឹស2ដក e រឹស2កតែ cos ផាយលើ6ដក e sin ផាយលើ6អញ្ចឹងជាដំបូងឡើយយើងត្រូវដឹងថាតើទម្រង់បច្ចិនិតជាអ្វីវាមានទម្រង់បែបណាលុះត្រាតែយើងដឹងថាទម្រង់បច្ចិនិតមានទម្រង់បែបណាទើបយើងអាចបំបែកវាទៅជាទម្រង់បច្ចិនិតបានអូខេអញ្ចឹងយើងមកមើលនិយមន័យរបស់ទម្រង់បច្ចិនិតនៃចំនួន complex របស់យើងនេះគឺជានិយមន័យកន្សោមដែលមានរាង z ស្មើ a បូក be ដែល a និង b គឺជាចំនួនគុត relative ហៅថាចំនួន complex ទម្រង់បច្ចិនិតអញ្ចឹងទម្រង់បច្ចិនិតរបស់ចំនួន complex គឺមានទម្រង់បែបនេះ z ស្មើជាមួយនឹង a បូក be អូខេ a បូក be ដែល a គឺជាផ្នែកពិត b គឺជាផ្នែកនិមិត្ត e គឺជាឯកតានិមិត្តអូខេអញ្ចឹងឥឡូវគឺ z ស្មើនឹងប៉ុណ្នេះវាអត់តន់ចូលជាទម្រង់បច្ចិនិតទេអញ្ចឹងយើងត្រូវបំបែកទម្រង់នេះទៅជាទម្រង់បច្ចិនិតបែបនេះ z ស្មើ a បូក b អូខេអញ្ចឹងយើងចាប់ដើមយើងមើលនៅក្នុងកន្សោមនេះ cos ផាយលើ6ដក e sin ផាយលើ6អញ្ចឹងយើងត្រូវដឹងថា cos ផាយលើ6ស្មើប៉ុន្មានហើយនឹង sin ផាយលើ6ស្មើប៉ុន្មានអូខេអញ្ចឹងយើងបន្ទាប់មកអានេះគឺរឹស2យើងសរសេរដែលដកឲ្យ e រឹស2កតែឲ្យ cos ផាយលើ6គឺយើងស្មើជាមួយនឹងរឹស3លើ2ហើយ sin ផាយលើ6យើងស្មើ1លើ2អញ្ចឹង1លើ2គុណ e វាបាន e លើ2 cos ផាយលើ6គឺបានរឹស3លើ2បន្ទាប់មកយើងគុណបំបត្តិវងកញ្ចក់មកគុណពលាតកន្សោមមកគឺរឹស2គុណជាមួយនឹងរឹស3លើ2រឹស2គុណរឹស3យើងបានរឹស6ដោយសាររឹសការ៉េដូចគ្នាអញ្ចឹងយើងគុណខាងក្នុងមក2គុណ3បាន6អញ្ចឹងរឹស6លើ2អូខេរឹស2គុណឲ្យ e លើ2អញ្ចឹងអានេះសញ្ញាបូកអានេះសញ្ញាដកវាបានសញ្ញាដករឹស2គុណ e លើ2យើងបានរឹស 2e លើ2អូខេបន្ទាប់មកយើងគុណតួនេះម្ដងអានេះសញ្ញាដកអានេះសញ្ញាបូកអញ្ចឹងដកគុណបូកយើងបានដករឹស2គុណរឹស3យើងបានរឹស6រឹស6លើ 2e អូខេរឹស6លើ 2e បន្ទាប់មកដកគុណដកយើងបានបូកអូខេអញ្ចឹង e គុណ e យើងបាន e ការ៉េរឹស2លើ2អូខេយើងបានប៉ុណ្នេះប៉ុន្តែយើងដឹងហើយថា e ការ៉េគឺស្មើនឹងដក1អញ្ចឹងកន្សោមប៉ុណ្នេះវាបានដករឹស2លើ2អូខេដករឹស2លើ2កន្សោមប៉ុណ្នេះជាយើងស្មើមកដោយសារតែកន្សោមហ្នឹងគឺស្មើនឹងដករឹស2លើ2ហើយនេះគឺរឹស6លើ2អញ្ចឹងវាបែងដូចគ្នាខ្ញុំអាចសរសេរថារឹស6ដករឹស2ដោយសារកន្លែងនេះគឺដករឹស2ហើយចែកនឹង2ដោយសារវាបែងដូចគ្នាចំណែកឯពីរតួនេះវិញគឺវាមាន e ដូចគ្នាអញ្ចឹងខ្ញុំចាប់ e ចេញហើយសញ្ញាដកដូចគ្នាខ្ញុំក៏ចាប់សញ្ញាដកចេញដែរអញ្ចឹងសញ្ញាដកកតែឲ្យអញ្ចឹងនៅពេលយើងចាប់សញ្ញាដកចេញវាคล้ายជាសញ្ញាបូកណាคล้ายជាសញ្ញាបូកនេះហើយ e គឺយើងចាប់ចេញអញ្ចឹងអ្វីដែលយើងនៅសល់គឺរឹស2បូកឲ្យរឹស6ហើយពីបែងវាដូចគ្នាអញ្ចឹងរឹស2បូករឹស6ចែកនឹង2អញ្ចឹងយើងឃើញទម្រង់អានេះជាតួ a អានេះជាតួ b អានេះជា e អូខេអញ្ចឹងទម្រង់បែបនេះគឺជាទម្រង់បច្ចិនិតហើយអញ្ចឹងដូចនេះទម្រង់បច្ចិនិតនៃ z គឺស្មើជាមួយនឹងរឹស6ដករឹស2ចែកនឹង2ដកឲ្យរឹស2បូករឹស6ចែកនឹង 2e អូខេបើសិនជាយើងចង់ថាផ្នែកពិតស្មើប៉ុន្មានផ្នែកនិមិត្តស្មើប៉ុន្មានអានេះគឺផ្នែកពិតហើយនេះគឺផ្នែកនិមិត្តនៃចំនួន complex របស់យើង
anh ấy nhưng mà đã tụm rong chùm luôn complex tụm rong chia bạch cần ít ở dưới cứ a bột bảy ý a bột bảy ý ok chẳng ngày nắng cứ dân miền tài còn năng tế cứ miền mùi làm hát đã dân trồng bạch vì tôi chia tụm rong bạch cần ít hai bờ sân chia bọn bọn miền sông núi ai xua nó càng cao video bán con này thì ngọc hết hay chụp này là video còi